ចោតប្រកាន់ប្រសង់ថាបើអញ្ចឹងមិនគិតជួយស្រុកដីអីរឿងស្រុកដីវានៅលើអាជ្ញាធរគ្រប់គ្រងនឹងឯងហើយប្រគុណម្ចាស់ហ្នឹងជួយមិនមែនអត់ជួយទេអ្នកមានសិលហ្នឹងជួយមិនមែនអត់ជួយទេជួយដើម្បីសន្តិភាពជួយដើម្បីអប់រំទៅដោយពុទ្ធសាសនាដើម្បីឲ្យបងប្អូនកូនចៅមានសេចក្តីសុខស្ងប់ក្នុងប្រទេសក្នុងនគរនឹងឯងទាំងវាមិនបាន 100% មែនក៏ប៉ុន្តែវាបានជាចំណែកខ្លះអញ្ចឹងទៅវាដូចជាថាយើងនិយាយឲ្យត្រឹមត្រូវយើងកុំនិយាយថាពុទ្ធសាសនាមិនជួយអីក្មេងខ្មាំងអីសវឹងគ្រឿងញៀនអីយើងកុំនិយាយដាច់ខាតថាមិនជួយទាំងស្រុងអញ្ចឹងយើងត្រូវនិយាយថាមានពុទ្ធសាសនាប៉ុណ្ណឹងផងនៅតែមានក្មេងខ្មាំងអីហ្នឹងដែលគ្នាមិនបានស្ដាប់ធម៌នោះណាមិនបានទទួលការអប់រំហ្នឹងណាចោះតម្រាំដល់ទៅមិនមានទៀតយើងនិយាយអញ្ចឹងបានវាត្រូវចឹងយើងនៅតែឲ្យគុណតម្លៃនៃពុទ្ធសាសនាប៉ុន្តែធ្វើម៉េចសូម្បីសម័យពុទ្ធកាលក៏នៅតែមានចោលដែរចោល500ចោល1000នឹងពុទ្ធត្រាស់ដឹងផងឲ្យព្រះអង្គទៅធ្វើម៉េចបើវារឿងជាអ្នកដែលខ្វះឧបនិស្ស័យអត់បានមកស្ដាប់ពធនោះប៉ុន្តែព្រះសង្ឃមានកិច្ចតួនាទីរក្សាពុទ្ធសាសនារក្សាវត្តអារាមរក្សាបត្រៃបិដកហើយផ្សព្វផ្សាយអរិយធម៌វប្បធម៌ត្រូវតែឃើញគុណតម្លៃនៃព្រះសង្ឃដែលជាបព្វជិតអ្នកមានសិលនឹងចឹងទាំងដូច្នេះកណាគុណចាស់មិនមានបញ្ហាអីថាអាត្មាអញមិនបានជួយសង្គមជាតិអីមិនមែនទេគុណចាស់ជួយក្រៃលែងណាស់ជួយទាំងមនុស្សទាំងទេវតាជួយទាំងអ្នករស់ជួយទាំងអ្នកស្លាប់ទៅកាន់អបាយភូមិទៀតនោះដោយភាពជាតេខិណៃបុគ្គលជួយញាតិទៀតគឺណាញាតិតថចរិយាទៀតញាតិរបស់ប្រគុណម្ចាស់មិនត្រឹមតែបរតតោបជីវិតៈប្រែទេណាសំបីទៅកាន់អបាយភូមិនរកគ្រាន់តែនឹករលឹកមកត្រេកអរនឹងប្រគុណម្ចាស់ជាបព្វជិតអ្នកមានសិលរួចពីនរកបានណានឹងនៅក្នុងអាកង្ខយសោតបេដកលេខ20ចឹងនៅក្នុងអត្តកថាទេវទូតសោតអីហ្នឹងក៏មានជារឿងប៉ុន្តែសំខាន់គឺអាកង្ខយសោតអានិសង្ឃរបស់បព្វជិតអ្នកមានសិលមាន17មុខនឹងឯងនឹងពួកញាតិដែលទៅនរកផងទេឲ្យតែចេះត្រេកអរនឹងប្រគុណម្ចាស់ជាអ្នកមានសិលជាបព្វជិតនឹងរួចពីនរកបានហើយមើលប្រគុណម្ចាស់មានអានុភាពទលំទលាយជួយដល់មនុស្សនិងទេវតាអ្នករស់អ្នកស្លាប់អីហ្នឹងក្រៃលែងណាស់អញ្ចឹងគឺថាវាអាចមានពាក្យសម្ដីពីក្រៅខ្លះចោតប្រកាន់ថាបួសសងំយុទ្ធសុខអីមិនជួយស្រុកដីប្រទេសនគរអីហ្នឹងវាអាចថាបានប៉ុន្តែថាយើងមិនចេះតែមួម៉ៅក្តៅក្រហាយកើតទុកអីទៅទេណានឹងឯងយើងពិចារណាទាំងព្រោះធម្មតាអ្នកថាក៏គាត់មានហេតុផលរបស់គាត់ចឹងទៅអ្វីសិតតែមានហេតុផលហើយយើងចូលឲ្យទៅដល់បរមត្តទៅទៀតទៅគឺជាការពិត 100% ហើយប៉ុន្តែជាការពិតដោយបរមត្តទេណាមិនមែនយើងគ្រប់គ្រងបាបអកុសលទេអកុសលក៏មានការពិតរបស់គេអកុសលដែលកើតឡើងមានបច្ច័យនៃអកុសលនឹងអកុសលមូលលោភៈទុសៈមោហៈនាំឲ្យមានអកុសលកម្មអកុសលមូលនឹងក៏អាស្រ័យគ្នានឹងគ្នាអាស្រ័យមោហៈអាស្រ័យឧបនិស្សយបច្ច័យអញ្ចឹងគឺថាកណាគុណចាស់មានតែសេចក្តីសុខស្ងប់រក្សាព្រះសាសនាដ៏ធំទលំទលាយជាមរតកពធតទៅដល់កូនដល់ចៅទៀតដោយព្រះខៃណាស្រាប់អញ្ចឹងមើលព្រះអង្គមិនអ្នកបួសហើយទេណាហើយព្រះអង្គមិនធ្វើកិច្ចការងារព្រះសាសនារក្សាបត្រៃបិដកពុទ្ធសាសនាហ្នឹងដូច្នេះគឺអត់មានរឿងទោសពេយអីក្នុងសភាពដែលជាអ្នកបួសទេនឹងឯងព្រោះព្រះពុទ្ធអង្គតែទ្រង់មានបព្វញ្ញុតញ្ញាណព្រះអង្គស្ថាបនាស្ថាប័នព្រះសាសនាមានបព្វជិតហើយព្រះអង្គមានតែសរសើរតែសរសើរបព្វជិតនឹងឯងព្រះអង្គប្រកាសសម្ដែងឲ្យភិក្ខុវិជីបុត្រមួយអង្គបានសម្រេចព្រះអរហន្តព្រះអង្គត្រាស់ថាទុបបពេជាងទុរភិរមៀងទុរាវាសាករិយទុក្ខាទុក្ខោសមានសង្វាសោទុក្ខានុបតិតតគូតាស្មាអ្នកចតគូសិយាអ្នកចទុក្ខានុបតិតោសិយាមកគេថាកន្លះព្រះអង្គប្រកាសពីរឿងវិខវិជីបុត្រនឹងឯងដែលអបសុកមកយប់នឹងឬគេដេញដំប្រគំដូរតន្ត្រីនៅឯក្រុងវេសាលីនឹងឃើញតែខ្លួនឯងនឹងមនុស្សកំសត់ដូចជាអង្កត់អស់គេក៏វែងចោលអីចឹងទៅប៉ុន្តែទេវតាមកសរសើរទៅក្នុងគាថាធម្មវត្តក៏មាននៅក្នុងសង្យុត្តនិកាយសកេតវៈ3ដកលេខ30វគ្គអ្នកសង្យុត្តនឹងក៏មានត្រង់វិជីបុត្រសោតនឹងទេវតាសរសើរថាអូមនុស្សនឹងទេវតាស្រឡាញ់លោកម្ចាស់ណាដូចជាសត្វនរកស្រឡាញ់ដំណើរទៅកាន់ទេវលោកអញ្ចឹងដែលវាទុកវាលំបាកនឹងគឺថាត្រូវការដំណើរទៅកាន់មនុស្សទៅកាន់ទេវលោកណែមនុស្សនឹងទេវតាណា
គឺថាស្រឡាញ់ជ្រះថ្លាលោកម្ចាស់ដូចជាសត្វនរកស្រឡាញ់ដំណើរទៅកាន់ឋានសួគ៌អញ្ចឹងគឺមនុស្សក៏ដោយទេវតាក៏ដោយមិនមែនខ្វះទេទ្រព្យសម្បត្តិកាមគុណជាទេពប៉ុន្តែមកស្រឡាញ់ជ្រះថ្លានឹងលោកម្ចាស់ដល់អញ្ចឹងព្រឹកឡើងភិក្ខុនឹងទៅទូលព្រះអង្គទៅព្រះអង្គសម្ដែងបកាថាហ្នឹងឯងហើយក៏សម្រេចព្រះរហ័តទៅរៀបរាប់ពីរឿងបួសហ្នឹងមិនងាយ